អូខេបងប្អូននេះគឺជាការពីបាក់ទៅលើអាវរំភីជាប់ដែលជាប្រភេទអាវដែលយើងចេញថងបាទហើយអាវនេះដែរគឺយើងអត់ទាន់ប្រឡត់ទេប៉ុន្តែយើងបានបញ្ចូលសំណាញ់នៅក្នុងករួចជាស្រេចហើយចំពោះគ្នាជំហៀងដែលស្ទើរបាក់គឺយើងនឹងធ្វើការបិទបាក់បន្ថែមដោយសារតែបងមួយគាត់ទិញត្រឹមតែ6ទឹកបាទ6ទឹកហ្នឹង7ទឹកអីហ្នឹងយកមកកាត់ដោយសារតែបាក់នេះគឺជាប្រភេទពួកបាក់ប្រាំងដែលមានផ្កាផុសបុករួមទាំងអង្កាំល្អៗអញ្ចឹងវាមានតម្លៃថ្លៃដែរបាទអញ្ចឹងហើយយើងទិញតែ7ទឹកឬក៏6ទឹកក៏បានមកអាវដែរដោយសារតែខ្លួនបងមួយគឺគាត់តូចស្រាប់អញ្ចឹងធម្មតាធុងកៅបាទទូគាត់92ហ្នឹងគឺយើងអាចពីសបានតែម្ដងដើម្បីការពីសបាក់ឲ្យវាត្រូវជាមួយនឹងស្តង់ដាអាវនេះគឺយើងបានគុណគូសកលៈចូលបាក់នៅវីដេអូមុនហើយអញ្ចឹងយើងយកចូលបាក់ហ្នឹងយកមកដេឲ្យហើយបាទកាត់ទ្រនាប់តាមធ្នេទឹករលកយកមកដេជាមួយនឹងទ្រនាប់ហើយអ៊ុតឲ្យស្អាតទាញវានៅលើម៉ានីកាំងឲ្យមានសភាពតឹងទ្រនាប់ស្អាតបាទបានយើងធ្វើការពីសបាក់តែម្ដងបើសិនជាទ្រនាប់យើងទាញទៅមិនអស់សាច់វានៅឈិញជួញច្បាស់ណាស់ថាបាក់យើងនឹងមានការពីសមិនសូវស្មូតទេអញ្ចឹងម្ល៉េះហើយបាក់នេះគឺជាប្រភេទបាក់រៀងយីដែរបើសិនជាយើងរៀបបាក់ទាញបាក់ខ្លាំងក៏វាធ្វើឲ្យបាក់នឹងតឹងហើយនឹងទ្រនាប់ក៏វាអត់ស៊ីគ្នាដែរអញ្ចឹងដើម្បីឲ្យបាក់នឹងទ្រនាប់ឲ្យមានសភាពស៊ីគ្នាបងប្អូនគួរតែរៀបបាក់កុំទាញបាក់ណាគឺរៀបបាក់ដោយសារតែទ្រនាប់គឺយើងបានទាញទៅលើម៉ានីកាំងតឹងអស់សាច់ហើយអញ្ចឹងបាក់នេះគឺគ្រាន់តែមានតួនាទីដើម្បីរៀបនៅលើទ្រនាប់ទៅបានហើយដើម្បីឲ្យបាក់នេះវាត្រូវជាមួយនឹងស្តង់ដាអាវរំភាយជាប់ដែលជាអាវដែលមានវ៉ាល់ខាងក្រោមជាប់ជាមួយនឹងអាវបងប្អូនធ្វើការយករោងជើងប៉ាក់នេះរៀបជាមួយនឹងទឹករលកទំនាប់ដែលយើងបាន set up ឬក៏យើងបានកាត់ទុកដេហើយយកមករៀបឲ្យចំជាមួយនឹងជើងប៉ាក់តាមកលៈនីមួយៗដែលយើងបានកំណត់ទុកដើម្បីធ្វើការពីប៉ាក់ឡើងទៅលើឬក៏ចំហៀងចង្កេះតាមទ្រុងជាដើមម្ដងទៀតអញ្ចឹងដើម្បីពីប៉ាក់នេះឲ្យមានសភាពស្មូតល្អបងប្អូនធ្វើការយកចូលប៉ាក់នេះហើយរៀបជាមួយនឹងជើងអាវដែលយើងជាទឹករលកហើយរៀបទាំងកដាលជាមុនបាទទាំងកដាលហ្នឹងគឺយើងរៀបឲ្យវាស្មើទាំងដោះហ្នឹងគឺបានយើងធ្វើការរៀបតាមចង្កេះតាមក្លៀកក៏ដូចជាការសម្រួលទៅលើជើងអាវដែលវាមានសភាពសល់កន្លែងណាបានយើងធ្វើការកាត់បើសិនជាយើងរៀបមិនទាន់បានល្អទេកុំតាំកាត់ប៉ាក់ឲ្យសោះការកាត់ជាទូទៅយើងកាត់ចំណុចទី1គឺចង្កេះហើយចំណុចទី2គឺជាចំណុចធ្នេត្រង់ខាងលើនៃកហើយពេលដែលយើងកំណត់ថាប៉ាក់នេះគឺវាល្មមនឹងទំនាប់អាវដែលយើងចង់បានហើយយើងធ្វើការជាប៉ាក់ទាំងធំចេញពីទាំងអាវតែម្ដងទុកចំណែកមួយដែលយើងទុកប្រើប្រាស់ទៅលើម៉ូតដែលយើងគិតថាវានឹងស័ក្តិសមជាមួយនឹងខ្លួនអាវអញ្ចឹងយើងធ្វើការជាដើម្បីទៅមើលកន្លែងចំណុចដែលប៉ាក់វាមានការសល់កន្លែងណាយើងជាបច្ឆាចុះក្រោមកុំជាទៅតឹងឲ្យសោះហើយចំណុចពិសេសនៃក្នុងតួអាវដែលយើងកំពុងតែជាប៉ាក់ពីដើម្បីវាអស់ជើងតាមរំភាយជាប់នេះគឺចំណុចបាក់គងគ្នាបងប្អូនបើសិនជាឃើញផ្កាឬក៏អង្កាំពេលដែលយើងជាទៅយើងបិទប៉ះទៅស្រាប់តែវាគងគ្នាជាន់លើគ្នាចឹងវាធ្វើឲ្យអាវហ្នឹងមើលទៅគឺក្រាស់អត់ស្អាតទេជាពិសេសគឺឃើញប៉ាក់កលលើគ្នាទៅវិញទៅមកគឺអត់ស្អាតទេអញ្ចឹងម្ល៉េះហើយយើងបើសិនជាឲ្យបិទវាមិនសមគ្នាទេបងប្អូនអាចជាចោលតែម្ដងមានន័យថាយើងដកផ្កានឹងចោលតែម្ដង90%ដែលធ្វើហើយគឺភ្លេចរឿងមួយដែលមិនទាន់ធ្វើគឺចុច like page ឬក៏ follow page ចំណុចសំខាន់នេះគឺបងប្អូនតែងតែមើលរំលងដោយសារតែយើងអាឡ័យតែមើលវីដេអូមេរៀនមើលចប់ក៏យើងអូសចេញហើយអ្វីដែលគួរធ្វើបន្ទាប់នោះគឺជួយត្រឹមតែ follow page ម្នាក់មួយអត់ share ក៏បានដែរអត់តែបានតែ follower ក៏ខ្ញុំនឹងរីករាយនឹងការចែករំលែកបន្តនេះគឺជារឿងដែលបងប្អូនតែងតែភ្លេចចំនួនមើល100%ប៉ុន្តែចំនួន90%គឺភ្លេចរឿងហ្នឹងអញ្ចឹងសូមបងប្អូនជួយបាទហើយខ្ញុំនឹងពំនាំវីដេអូចែករំលែកថ្មីៗជូនបងប្អូនបន្តទៀតអញ្ចឹងផ្កាដែលវាមានសភាពគងគ្នាយើងធ្វើការជាគងខាងលើចោលបើសិនជាវាមិនសមតែបើសិនជាខាងលើសមយើងគួរតែជាខាងក្រោមបាទអញ្ចឹងយើងដកផ្កានឹងចេញហើយយើងធ្វើការរៀបប៉ាក់នឹងឲ្យអស់សាច់តែម្ដងអញ្ចឹងចំណុចចម្លោះប្រហោងនៃក្នុងផ្កាហ្នឹងគឺយើងធ្វើការយកផ្កាថ្មីហ្នឹងយកមកគ្របនៅក្នុងចន្លោះហ្នឹងតែម្ដងហើយចំពោះដែលប៉ាក់ដែលមានតម្លៃថ្លៃនេះនៃចំហៀងបើមិនចាំបាច់ទេមិនបាច់ឲ្យមានក៏បានដែរនៅពេលដែលយើងប្រើប្រាស់ប៉ាក់នេះសមជាមួយនឹងម៉ូតគ្រប់គ្រាន់ហើយនៅសល់ជំនាប៉ាក់នៃសាច់ចំណាញ់ឬក៏មេឃធៀងវល់ណាដែលមិនចាំបាច់ចាំយើងយកមកប៉ះនៃចំហៀងដើម្បីយើងយកផ្កាទាំងមូលនេះឲ្យវានៅផ្ទៃកដាលអញ្ចឹងដើម្បី decor ប៉ាក់ថ្លៃនេះឲ្យវាសមនឹងតម្លៃដែលយើងចង់បានហើយបូករួមទាំងបងមួយក៏ទិញមកបន្តិចទៀតនោះអញ្ចឹងយើងគួរតែជាផ្កាកុំឲ្យពុះដាច់ផ្កាពីគ្នាសោះបើសិនជាយើងជ្រៀកទៅវាចំផ្កានឹងយើងឃើញផ្កានឹងស្អាតដែរយើងជាកលឹងយកតែម្ដងបាទអញ្ចឹងយើងយកផ្កាដែលស្អាតដាក់នៅកដាលអស់ហើយរីឯគ្នាចំហៀងដែលវានៅក្នុងធ្នេអាវនោះយើងចាំយកអាប៉ាក់ណាដែលអត់ប្រយោជន៍ដូចជាសំណាញ់ដូចជាមេឃធៀងស្លឹកឈើអីហ្នឹងគឺយើងអាចយកមកប៉ះជាមួយនឹងធ្នេចំហៀងនឹងបានតែម្ដងហើយបងប្អូនដែលចូលចិត្តមើលវីដេអូកំសាន្តដូចជាការពីប៉ាក់ចាក់ម៉ូតក៏ដូចជាការគូពុំឬក៏ការផលិតអាវពាក់ព័ន្ធជាមួយនឹងអាវប្រពៃណីបងប្អូនអាចជួយតែម្យ៉ាងទេគឺ
follower មានន័យថា follow page របស់ខ្ញុំផងព្រោះដោយសារតែបងប្អូន90%មើលចប់ភ្លេចឲ្យឈឹងចំពោះការ follower បាទអត់ share ក៏បានដែរអត់តែបាន follow ដើម្បីមានចំនួន page កាន់តែខ្ពស់ហើយខ្ញុំនឹងធ្វើការពំនាំយកវីដេអូមេរៀនពាក់ព័ន្ធជាមួយនឹងវិស័យកាត់ដេរនេះចែកជូនបងប្អូនដោយមិនខ្លាចនឿយហត់អរគុណ